អ៊ីស្រាអែលបានចេញសារព្រមាននៅថ្ងៃហ្នឹងប្រាប់ថាអ្នកណាក៏ដោយដែលជាមេដឹកនាំកម្ពុជាថ្មីស្នងតំណែងអាលីហាមេនេនឹងត្រូវកំទេចចោលអត់មានលក្ខខណ្ឌអីទាំងអស់ហ្នឹងទី1អ្នកដែលស្នងអ្នកណាក៏ដោយទី2អ៊ីស្រាអែលបានព្រមានទៀតថាអ្នកណាក៏ដោយដែលរួមគ្នារើសមេដឹកនាំថ្មីហ្នឹងក៏ត្រូវកំទេចចោលទាំងអស់ទៀតដែរអញ្ចឹងហើយបានជាថ្ងៃហ្នឹងយើងឃើញគាត់ប្រជុំហ្នឹងស្ងាត់អត់ដឹងនៅកន្លែងណាទេហើយដល់ពេលហើយក៏អត់ហ៊ានប្រាប់ឈ្មោះដែរដោយសារអីខ្លាចគេតាមសម្លាប់ក៏តែព័ត៌មានដែលលេចលឺយូរហើយហ្នឹងថាច្បាស់ជាមានកូនប្រុសរបស់លោកអាលីហាមេនេឬក៏មន្ត្រីជាន់ខ្ពស់ប្រមាណទៀតនៅក្នុងបុព្វជិតសាសនាហ្នឹងអាចជាអ្នកដឹកនាំមេដឹកនាំកម្ពុជាបងប្អូនតើមានន័យអីទៅនៅពេលដែលយើងដឹកនាំកម្ពុជាដើម្បីបង្ហាញអំពីភាពអស្ចារ្យរបស់យើងអត់ហ៊ានប្រាប់ឈ្មោះអីក៏អន់ខ្លាំងមកម្លេះនៅកម្ពុជាវិញឈ្មោះមិនត្រឹមតែប្រកាសទេដាក់គ្រប់សាលារៀនទៅទៀតគ្រប់ទីកន្លែងខ្លះពេលខ្លះឆ្កងទៀតដូចអីសាលាបឋមសិក្សាហ៊ុនសែនខ្មោចចៅអីវិញដូចនៅអីនៅខេត្តកពតឬក៏កន្លែងសាលាដែលឈ្មោះកន្ធោឬក៏ឈ្មោះអីដែលដូចថារៀងកខិចហ្នឹងអាឈ្មោះអស់ហ្នឹងអត់ហ៊ានដាក់ដែរពេលខ្លះយើងមើលអ្នកដាក់ឈ្មោះលើកជើងលោកហ៊ុនសែនអីផ្សេងហ្នឹងក៏អត់ហ៊ានដែរវាដូចថាស្ដាប់ទៅវាដូចតលន់ដែរណាជូពេកដែលយកឈ្មោះទៅដាក់គ្រប់អាគារឲ្យគាត់ចឹងទៅខ្ញុំមិនដឹងថាអ្នកជូសរសេរឈ្មោះឲ្យគាត់ឬក៏អ្នកដែលចង់បានឈ្មោះលើអាគារហ្នឹងជូខ្លួនគាត់ដែរខ្ញុំអត់ដឹងទេប៉ុន្តែយើងចង់ប្រកាសអញ្ចឹងអេរ៉ង់មកនេះអត់ហ៊ានប្រកាសទេគឺលាក់ដោយសារអីទឹមស្លាប់អស់សឹងអស់មកក្រុមជួដឹកនាំអញ្ចឹងទៅលាក់ហើយលាក់តើយើងអាចនឹងទៅលើកទឹកចិត្តកងទ័ពឲ្យជឿណាបើមេដឹកនាំមួយណាយើងនៅខ្សឹបគ្នាអញ្ចឹងដូច្នេះអារឿងសង្គ្រាមចិត្តសាស្ត្រនេះគឺអាមេរិកថាគម្រាមសម្រាប់នេះធ្វើឲ្យអេរ៉ង់មិនអាចនឹងបង្កើតឲ្យមានឥទ្ធិពលអីទៀតទេគឺមានតែ countdown ហ្នឹងបានរាប់ថយក្រោយទៅដល់ថ្ងៃដែលលើកទង់ជ័យសឲ្យបកគលឲ្យប្រជាប្រដ្ឋអេរ៉ង់ដឹកនាំប្រទេសតាមបែបការលើកបន្ទប់របស់អាមេរិកដោយប្រការណាមួយប៉ុន្តែអាមេរិកនៅតែតាំងចិត្តថាឲ្យអេរ៉ង់ដឹកនាំប្រទេសដោយខ្លួនឯងយកប្រជាប្រដ្ឋអេរ៉ង់ហើយខ្ញុំនិយាយ10ដងនៅក្នុង show តែមួយជួនកាលបងប្អូនមកចោទខ្ញុំថាហេតុអីបាននិយាយថាអាមេរិកទៅគ្រប់គ្រងអេរ៉ង់ដោយប្រជាប្រដ្ឋអាមេរិកឬក៏អីហ្នឹងខ្ញុំបាននិយាយចឹងទេខ្ញុំបាននិយាយថាអាមេរិកបានប្រកាន់ជំហរច្បាស់ហើយថាចង់រើសមេដឹកនាំណាមួយក្នុងចំណោមប្រជាពលរដ្ឋអេរ៉ង់ហ្នឹងឲ្យទៅគ្រប់គ្រងប្រទេសអេរ៉ង់ហើយឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យទៅអាមេរិកបោះដៃរៀបចំឲ្យដកទ័ពឬក៏ថាដកខ្លួនចេញមកហើយអត់មានបានប្រាប់ថាអាមេរិកមានទ័ពនៅក្នុងទឹកដីអេរ៉ង់ទេមកចោតប្រាប់ខ្ញុំថាមិនបានផ្សាយថាមានទ័ពអាមេរិកខ្ញុំប្រាប់ថាប្រព័ន្ធផ្សព្វផ្សាយគឺគេបង្ខូចអាមេរិកថាមានទ័ពចូលទៅដល់អេរ៉ង់ចាប់បានយកមកលុតជង្គង់សំពះអីហ្នឹងជាវិធីឃោសនាដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋឲ្យជឿថាទាហានអេរ៉ង់ចាប់បានទាហានអាមេរិកទាំងទាហានអាមេរិកអត់ទាន់បានបញ្ជូនទ័ពថ្មើរជើងទៅប្រទេសអេរ៉ង់សូម្បីតែមួយម្នាក់ហើយនិយាយចឹងឲ្យកោកសឹកមកតដោកឆ្អែតតែពោះកបីមកប្រាប់ខ្ញុំថាផ្សាយព័ត៌មានខុសហើយអាមេរិកអត់ទាន់បានបញ្ជូនទ័ពថ្មើរជើងខ្ញុំមានបាននិយាយបែបហ្នឹងឯណាខ្ញុំបានចាស់ខ្ញុំអត់យល់ហើយម្ដងទៀតបងប្អូនខ្ញុំសង្កពន្យល់ពាក្យមួយរឿងថ្មើរជើងនិងស្មើជើងខ្ញុំឮបងប្អូននិយាយគ្រប់គ្នាដូចជាប្រើពាក្យនេះច្បុកច្បល់មែនតើទ័ពមិនមែនស្មើជើងទេបងប្អូនមិនមែនដើរស្មើជើងគ្នាដូចយើងហាត់ឬក៏គេហៅព្យុហយាត្រាធ្វើសមយុទ្ធយោធាអីដែលឃើញទាហានខ្នើបជើងលូតព្រឹបមកដែលយើងថាហ្នឹងស្មើជើងមែនមែនទេស្មើជើងហ្នឹងមិនមែនជារឿងពាក្យទ័ពដែល infantry ទ័ពដែលចុះដើរក្លុកក្នុងព្រៃចូលទៅដល់មូលដ្ឋានទ័ពវាយគ្នាតទល់មនុស្សនឹងមនុស្សនេះគេហៅថ្មើរជើងមកពីពាក្យថាថ្មើរជើងគឺមកពីពាក្យថាដើរព្រោះទ័ពដើរដីវាមិនមែននៅលើយន្តហោះលើអីបើលើយន្តហោះគេហៅទ័ពអាកាសនៅលើនាវាគេហៅទ័ពជើងទឹកតែបើនៅលើដីហើយយើងដើរលុកចូលអញ្ចឹងគេហៅទ័ពថ្មើរជើងមិនមែនស្មើជើងទេបងប្អូនណាខ្ញុំមិនទៅកែទម្លាប់បងប្អូនអញ្ចឹងបានថាទម្លាប់វាធំជាងច្បាប់បើត្រាប់កុំត្រាប់ខ្លៅត្រាប់ប្រាច់លោកបដៅស្ដីកូនចៅស្ដីឲ្យស្មោះយើងធ្លាប់ប្រើថាស្មើជើងមកយកគាត់ថានេះមិនមែនខ្ញុំជាបណ្ឌិតកវីបញ្ញវន្តដែលចេះបល័យបកូអីទេខ្ញុំគ្រាន់តែឮបងប្អូននិយាយដដែលអញ្ចឹងទៅក៏ជួយគិតថាប្រហែលជាបងប្អូនឮតាមគ្នាឬតបស្មើជើងហ្នឹងប្រហែលជាស្មើជើងគ្នាហ្មងបកាយដូចគ្នាឬក៏យ៉ាងម៉េចក៏មិនដឹងមិនមែនទេថ្មើរជើងបងប្អូនពាក្យថាថ្មើរហ្នឹងគឺដើរថ្មើរជើងហ្នឹងគឺអ្នកដើរធ្វើដំណើរដោយថ្មើរជើងគឺបានន័យថាដើរទៅទីតាំងទីដៅដែលយើងត្រូវទៅតែប៉ុណ្្នឹងតាលោកត្រាំបែរទៅជាឌឺដងឡងសម្ដីឲ្យនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសនោះទៅវិញដែលប្រាប់ថាឥឡូវនេះគឺគេត្រៀមនឹងបញ្ជូនយន្តហោះបណ្ដេញអីដើម្បីមកជួយអាមេរិកលោកត្រាំជាជាងការអបអរសាទរអង់គ្លេសបែរទៅជាចំអកថាបានហើយហួសពេលហើយអូនដូចគ្នានឹងគាត់ប្រាប់ហួសពេលហើយអូនទៅជាមួយអ៊ីរ៉ង់ដែរហួសពេលហើយអូនគាត់ថាបានហើយអាមេរិកនិងអ៊ីស្រាអែលវាយអ៊ីរ៉ង់ទ្រោមខ្លួនឡើងឈ្នះហើយអត់ចាំបាច់មកជួយអីទៀតយកបងអីចឹងអ្នកភាសាគាត់ចង់និយាយចឹងពិបាកមែនតើថាតែតាមពិតគាត់និយាយត្រូវលោកត្រាំគាត់ចូលចិត្តនិយាយត្រង់ពេក
គេហៅ politically correct ណាហើយដល់ពេលគាត់និយាយចឹងវាធ្វើឲ្យដូចជាមើលទៅឆ្កមប៉ុន្តែគាត់និយាយត្រូវដែរព្រោះអីអង់គ្លេសហ្នឹងពីដើមឡើយហ្នឹងស្ទាក់ស្ទើម្ដងចង់គ្រប់គ្រងម្ដងចង់ថ្កោលទោសអីចឹងទៅណាដល់ពេលចឹងលោកត្រាំបានបង្រៀនថាអ្នកណាដែលជ្រឹមជ្រុំពីដើមមកមិនបាច់ទេកុំបាច់ឥឡូវឈ្នះហើយវាយតែពីអ្នកអ៊ីស្រាអែលក៏បានដែរមិនបាច់មកអីប្រមូលគ្រាប់កទុះជ័យភ័ណ្ឌអីហ្នឹងទេហើយបងប្អូននយោបាយគឺវាអញ្ចឹងណាអញ្ចឹងមិនថាយើងត្រូវតាមឲ្យជាប់តែយ៉ាងណាបើអង់គ្លេសគេជួយគេអីចឹងទៅក៏មុនដំបូងហ្នឹងគាត់ថាឲ្យប្រើទ័ពអាកាសទ័ពអីរបស់អង់គ្លេសហ្នឹងចុះចតយន្តហោះនៅពលានយន្តហោះអីបដិញអីហ្នឹងក៏ធ្វើបានអីចឹងចាត់ទុកថាជាសមានចិត្តរបស់គេដែរអញ្ចឹងអាមេរិកគ្រាន់តែថាបង្ហាញប្រាប់ថាអត់អីទេតែពីអ្នកអ៊ីស្រាអែលក៏បានដែរកុំឲ្យបែកលុយ